សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះម៉ាក់ប្រើខ្ញុំទៅផ្សារពេលផ្សារផ្ទះខ្ញុំនឹងជិតគ្នាដែរដល់ពេលផ្លូវដើរទៅហ្នឹងវាមានដើមឈូកឃើញទិដ្ឋភាពស្អាតក៏ថតបានតិចហ្នឹងទៅអញ្ចឹងកាត់ចូលមកដល់ផ្ទះវិញឃើញផ្កាក៏ថតផ្កាបានដល់ផ្លេទៀតនិយាយទៅម៉ាក់ប្រើអីហើយតែកាត់ឃើញអីស្អាតហ្នឹងខ្ញុំជួយចិត្តថតអត់សូវចេះថតស្អាតទេតែជួយចិត្តថតយូរទៅនឹងដើរថតហ្នឹងឯងចឹងម៉ាក់សួរថាត្រីដែលគាត់ទិញមកអ្នកបង្ហាញត្រីពួកខ្ញុំទៅសួរចង់ធ្វើអីញ៉ាំខ្ញុំក៏ថាចង់ត្រីដុតឥឡូវគាត់ប្រើឲ្យទៅដកដើមខ្ទឹមមិនទាន់បានដល់ដើមខ្ទឹមទេនឹមគ្នាមកដល់ដើមខ្ទឹមឲ្យម៉ាក់នឹងឃើញផ្កាស្អាតថតផ្កាមុនសិនបង្ហាញបងប្អូននេះបងប្អូនស្គាល់អត់ថាផ្កានោះផ្កាអីគេនៅតំបន់ខ្ញុំគេហៅផ្កាស្បៃរឿងខ្ញុំជឿជាក់ថាតំបន់បងប្អូនគេហៅផ្កាស្បៃរឿងដែរហ្នឹងហើយនិយាយលេងបងប្អូនផ្កានឹងណាគេក៏ស្គាល់ដែរផ្កាខ្មែរយើងផ្កាស្បៃរឿងហ្នឹងចឹងឥឡូវយើងមកដល់ដើមខ្ទឹមទាំងអស់គ្នាម៉ាក់ខ្ញុំក៏ដាំដើមខ្ទឹមសម្រាប់ញ៉ាំនៅផ្ទះតែដីផ្ទះខ្ញុំវាអត់សូវមានជីវជាតិដែរអញ្ចឹងទៅដើមអត់ធំដូចគេលក់នៅផ្សារទេតែយើងអាចបាត់ដាំហូបប្រជុំគ្រួសារនៅពេលខ្លះយើងខ្ជិលទៅផ្សារអីចឹងយើងអាចដកបានតែម៉ាក់ខ្ញុំពិចារណាគាត់ទៅផ្សារគាត់ចិត្តទិញព្រោះវាគិតខ្លាចដកទៅចាញ់ដៃងើបដើមខ្ទឹមនេះគាត់ទៅមិនដាំទេតែដោយសារគាត់ប្រើខ្ញុំទៅមួយជើងហើយដល់ប្រើទៅផ្សារទៀតខ្ញុំខ្ជិលអញ្ចឹងហើយគាត់ថាដកអានេះសិនទៅចុះព្រោះអីវាល្អដែរវាមិនសូវជាធំប៉ុន្មានទេតែអាចមកញ៉ាំបានព្រោះអីវាមិនទាន់វាទឹកចាប់រឹសដែរហ្នឹងឥឡូវយើងចាប់ដើមដកយកហើយអញ្ចឹងយើងមានប្រហែលជា4 5កង់ឡានដែរអញ្ចឹងយើងដកមួយកង់ឡាន3 4កុំអីចឹងទៅយើងដកចន្លោះគ្នាមានយើងដកមួយកង់ឡានទៅអស់អញ្ចឹងទេយើងទុកឲ្យវាគេលោវាដោះបន្តទៀតអញ្ចឹងណាចឹងឥឡូវយើងដកបានគូសមដែរយើងគិតថាវាសមល្មមហើយព្រោះអីយើងមិនដាក់តាដើមខ្ទឹមមួយមុខជាមួយនឹងត្រីយើងទេយើងមានទាយងចេកមានអីផ្សេងទៀតចឹងខ្ញុំឃើញដើមម្ទេសហ្នឹងក៏ចង់អួតដើមម្ទេសបងប្អូនតិចដែរដើមម្ទេសអាចសัตว์ហ្នឹងគឺមានប្រហែលជាង10ដើមដែរប៉ុន្តែបេះរងថ្ងៃមានអ្នកណាខ្លះអ្នកណាខ្លះចូលចិត្តញ៉ាំម្ទេសបើទេសខ្ញុំវិញគឺជំនាញគឺបេះរងថ្ងៃហ្មងហើយផ្លែគ្រប់ដើមនេះដើមម្ទេសនេះតែអាណិតគ្នាប្រឹងរស់ស្រោចទឹកយ៉ាងណាក៏ដោយក៏គ្នាដើមគ្នាអស់ប៉ុណ្ណឹងដែរព្រោះដោយសារក្តៅខ្លាំងណាខែនេះបងប្អូនអើយហើយដីក៏វារាំងស្ងួតមែនទែនស្រោចទឹកហើយក៏វាអត់សូវដុះល្អដែរដោយសារវាក្តៅខ្លាំងពេកដូចលឹកជីអីនេះជីបេះដូងបើខែភ្លៀងវិញលឹកធំជាងនេះទៀតតែសារខែនេះយើងស្រោចទឹកអីយ៉ាងណាក៏វាផ្លែវាមិនសូវជាធំប្រហែលដែរមិញជីនឹងវងឥឡូវបង្ហាញជីពងទាកូនបងប្អូនអ្នកពងទាកូនហ្នឹងយើងដាក់ដាំនឹងកង់ឡានវាដុះច្រើនហើយប៉ុន្តែដូចឃើញអញ្ចឹងបងប្អូនដោយសារអាកាសធាតុអញ្ចឹងលឹកវាអត់សូវស្អាតទេវាទូចអានេះជីងកាមនោះមានតែកង់ឡានទេនេះម៉ាក់ខ្ញុំគាត់មានដាំម្ទេសដាំក្រូចដាំស្លឹកគ្រៃអីហ្នឹងនៅតាមជនបទគឺមានតែប៉ុណ្្នឹងឯងយើងដាំបន្លែតិចតួចនៅផ្ទះគូផ្សំអញ្ចឹងទៅពេលខ្លះយើងទៅទិញនៅផ្សារពេលខ្លះបន្លែខ្លះមាននៅផ្ទះអញ្ចឹងយើងអាចបេះវាជួយកាត់បន្ថយចំណាយយើងដែរអញ្ចឹងយើងមកមើលបងប្អូនណាខ្លះស្គាល់ដើមនេះមិនមានដើមត្រាវទេណាកុំច្រឡំដើមត្រាវបងប្អូនតែលឹកវាអីហ្នឹងវាស្តៀងដើមត្រាវចឹងមកអាចទាយបានដាក់ខមមិនខាងក្រោមឥឡូវយើងយកដើមខ្ទឹមមកលាងទឹកឲ្យស្អាតឲ្យម៉ាក់ហើយឥឡូវក៏ចាប់ដើមដាក់ចូលក៏ដាក់បន្លែត្រូវពីក្រោមខ្លះហើយមានតាយងចេកមានស្ពៃក្តោបមានអីហើយក៏ដាក់ត្រីដើមខ្ទឹមក៏ដាក់លើគេគិតរៀបហើយក៏ដាក់គ្រឿងដែរណាបងប្អូនក៏ដាក់គ្រឿងម្សៅស៊ុបស្ករគ្រឿងផ្សំអីផ្សេងហើយក៏ដាក់ចំហុយត្រីនឹងទៅមកក៏ប្រើឲ្យពួកខ្ញុំមកបេះម្ទេសដើម្បីធ្វើទឹកត្រីកោះកុងបីជ្រលក់ត្រីដុតយើងនឹងឯងចឹងក្មេងៗគេអ្នកបេះនេះខ្ញុំថតក្មេងគេបេះដាក់ធុងគេទៅតែមកពីរៀនប៉ះម៉ាក់កំពុងធ្វើម្ហូបអីហ្នឹងមានជំនួយការច្រើនណាស់គេមកពីរៀនទៅគេតនេទៅគេមកជួយគេនឹងគ្នាមកជួយបេះពីអ្នកហ្នឹងឃើញជួយបេះដាក់ជាមួយគ្នាអីហ្នឹងគ្មានដែលត្រូវគ្នាទេនិយាយថាមួយថ្ងៃគឺឆ្លោះតែគ្នាដល់មួយថ្ងៃ4 10ដងហើយមើលមីស្រីគេចេះបេះដល់ពេលអាប្រុសហ្នឹងគេចេះបេះដែរប៉ុន្តែបេះមកទាំងលឹកមកទាំងមេឃអីហ្នឹងឯង
គេឃើញខ្នោបេះឃើញខ្នោគេរត់ទៅចាប់គេបង្ហាញនេះខ្នោផ្លែគេសុំបេះចង់បេះផ្លែខ្នោនឹងលេងទៀតណានិយាយថាកំពូលលពឹសហើយកូនប្រុសមួយនឹងខ្នោនឹងតំផ្លែឆ្នាំដំបងដើមទូចទេហើយផ្លែតែមួយផ្លែនឹងឯងបងប្អូនមិនដឹងថាវានៅដល់ធំតទៀតឬក៏វាជ្រុះខូចមិនទេចាំមើលតទៀតអញ្ចឹងយើងក្មេងៗក៏បេះម្ទេសហើយយកទៅឲ្យម៉ាក់ទាំងអស់គ្នាហើយខ្ញុំណាក៏ឆ្លៀតថតផ្កាតទៀតផ្កាតនដែរទេផ្កាស្បៃរឿងឃើញហើយគឺថាដកជាប់តែម្ដងឲ្យតែឃើញគេចង់ទៅថតនឹងឯងផ្កាមួយរយៈអីប៉ុន្តែវាផ្កាហ្នឹងគឺវាស្អាតបានយូរផ្កាស្បៃរឿងហ្នឹងវាអត់ងាយសពូនទេឃើញផ្កាមួយរយៈដែរហ្នឹងចូលជាងមួយអាទិត្យអីហើយប៉ុន្តែឃើញនៅតែស្រស់នៅដែរអត់ទាន់ឃើញសពូនអីទេឥឡូវយើងចាប់ផ្ដើមមើលម៉ាក់គិតបុត្រីកកងគិតបានដាក់ខ្ទឹមក្រហមខ្ទឹមសហើយលួចអំបិលបន្តិចអីចឹងទៅទៅមកគាត់បានបេះដូងម្ទេសលាងទឹកឲ្យដាក់ចូលហើយគាត់បានដាក់ម្សៅស៊ុបគាត់ដាក់ម្សៅស៊ុបចូលបើស្ករគាត់ចាំដាក់ក្រោយគេនិយាយទៅគ្រឿងផ្សំបុត្រីកកងគឺអត់មានអីច្រើនទេដូចតែយើងស្លអីនឹងឯងគ្រឿងផ្សំមានតែស្ករម្សៅស៊ុបប៊ីចេងអីនឹងឯងពេលដែលយើងដាក់ចូលហើយគឺយើងធ្វើការបុកគ្រឿងដើម្បីឲ្យវាសព្វចូលគ្នាល្អណាតាមពិតការដុតត្រីយើងអាចជ្រលក់មិនតែត្រីកកងទេយើងអាចច្រាំប្រហុកឆៅជ្រលក់ជាមួយក៏ឆ្ងាញ់ដែរតែដូចផ្ទះខ្ញុំថ្ងៃនេះគឺធ្វើទៅមួយមុខទេអត់បានច្រាំប្រហុកទេយើងបុកទៅត្រីកកងមុខទេតែពេលខ្លះយើងចង់ប្រហុកគឺយើងថែមប្រហុកមុខទៀតទៅពេលយើងបុកត្រីកកងរួចហើយឥឡូវគឺត្រីយើងឆ្អិនល្មមត្រីតែមកក្បាលទេបងប្អូនអញ្ចឹងមានតយងចេកមានដើមខ្ទឹមហ្នឹងហើយយើងស្រូបត្រីកកងធានាថាឆ្ងាញ់ខ្ញុំកំពុងវាយហ្នឹងក៏ឃ្លានបន្តឃ្លានទៀតដែរគឺនឹករសជាតិតែម្ដងឆ្ងាញ់ខ្លាំងណាស់អ្នកភ្លក់ហ្នឹងឲ្យភ្លក់តែមួយម៉ាត់ទេតែដាក់ទៅជាប់មាត់ភ្លក់ថែមមួយម៉ាត់ទៀតបានគេឲ្យភ្លក់ហើយភ្លក់ដល់ហើយអ្នកភ្លក់ហ្នឹងចឹងតាមចំណង់ចំណូលចិត្តបងប្អូនអ្នកខ្លះចូលចិត្តត្រីកកងបែបមិនសូវចេះហើយចឹងយើងអាចដាក់ម្ទេសតិចឬមួយក៏ម្ទេសច្រើនអីតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងទៅអញ្ចឹងទឹកត្រីបុកត្រីកកងត្រីដុតរបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនតែថ្ងៃនេះដោយសារពួកខ្ញុំសារ៉ាបានធ្វើការនៅផ្ទះចឹងហើយបានល្ងាចឡើងម៉ាក់ធ្វើម្ហូបបានថតម្ហូបបានមួយមុខទៀតយកមកបង្ហាញបងប្អូនចឹងទៅកាលពីព្រឹកមិញហ្នឹងគឺយើងថតអំពីត្រីដុតតែងាកឡើងហ្នឹងក្នុងទូឃើញមានមិនក៏សុំឲ្យម៉ាក់ក៏ធ្វើមិនដុតចឹងទៅព្រោះឃើញទឹកត្រីកោះកុងនៅពីព្រឹករាងច្រើនយើងញ៉ាំតែខ្លះយើងធ្វើរាងច្រើនដែរចឹងហើយចង់បង្ហើយទឹកត្រីកោះកុងផងហើយក៏ចង់ញ៉ាំមិនដែរចឹងហើយក៏យកមិនមកដុតអូម៉ាក់ខ្ញុំវាយពីក្រោយមកថាមិនដុតទេគឺមិនអប់កូកាទៅថាខុសចឹងទៅចុងភើប្រាប់ពីក្រោយមកចឹងគឺមិនអប់កូកាយណាបងប្អូនចឹងការធ្វើគឺអត់សូវខុសគ្នាប៉ុន្មានទេយើងរៀបបន្លែឬអីដាក់ពីក្រោមរួចហើយយើងដាក់មិនហ្នឹងយើងប្រឡាក់គ្រឿងប្រឡាក់អីដែរមិននឹងយើងរៀបយកទៅដាក់នៅក្នុងឆ្នាំងហ្នឹងយើងដាក់ប្រឡាក់គ្រឿងដូចជាម្សៅស៊ុបស្ករប្រេងខ្យងអីបន្តិចមកទៅមកក្នុងឆ្នាំងហ្នឹងគឺយើងដាក់ក្រោមគេគឺយើងដាក់គល់ស្លឹកគ្រៃអីដូចត្រីដុតដែរទេចឹងហើយយើងដាក់មិនហើយយើងក៏រៀបចំស្ពៃក្តោបបន្លែយើងចង់ដាក់បន្លែអីខ្លះក៏បានដែរដូចម៉ាក់ខ្ញុំហ្នឹងគាត់មានស្ពៃក្តោបគាត់មានអីគេផ្កាខាត់ណាហើយមានដើមខ្ទឹមអីដោយសារតទូមានប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងណាតែដល់យើងអ្នកខ្លះគាត់ដុតជាមួយនឹងអីគេក្តឹបខ្នោក៏ឆ្ងាញ់ណាបងប្អូនក្តឹបខ្នោជាមួយនឹងផ្លែចេកនេះពេលដែលបន្លែខាងក្នុងវាទៅត្រុំហើយម៉ាក់ក៏ដាក់ដើមខ្ទឹមបន្ថែមពីលើមកទៀតដល់ពេលល្វិតទៅបន្តិចទេបន្លែហ្នឹងពេលយើងដាក់យើងឃើញមួយឆ្នាំងតែពេលឆ្អិនទៅបន្តិចបន្លែដឹងទៅណាអស់ទេខ្ញុំឆ្ងល់ដែរដាក់បន្លែលង្ហៀឆ្នាំងដល់ពេលដួសមកបានបន្តិចនិយាយទៅវាល្វិតទៅគឺតិចមែនទែនតែមិនហ្នឹងមិនមែនជាមិនស្រែអីទេមិនបិសាសដល់ពេលអញ្ចឹងយើងធ្វើការចំអិនហ្នឹងក៏អត់យូរប៉ុន្មានដែរ
ដាក់តែមួយភ្លេតហ្នឹងផុយសាច់ហើយចឹងឥឡូវម៉ាក់គិតចាប់ដើមរៀបចំគិតចាប់បន្លែដាក់ក្នុងចាន់ដែកអ៊ីណុកយើងហ្នឹងរួចហើយបានគិតដាក់មិនពីលើចឹងមុខម្ហូបមិនអបកូកាគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយទឹកជ្រលក់គឺដូចគ្នាពីព្រឹកដែរទេពួកខ្ញុំជ្រលក់មុននឹងទឹកត្រីកោះកុងឥឡូវចុងភៅក៏រួចរាល់ហើយមកម៉ាក់ខ្ញុំហ៎ញ៉ាំស្រស់ណាស់តំណងអត់បងប្អូនទាំងអស់គ្នាអាចធ្វើញ៉ាំនៅផ្ទះបានអូខេអរគុណសម្រាប់ការតាមដានទស្សនាបើនិយាយទៅមានការខុសឆ្គងអីសូមទោសទុកជាមុនណាខ្ញុំឃើញវីដេអូគេថតនិយាយអញ្ចឹងទៅក៏ចាប់អារម្មណ៍ទៅរៀនថតរៀននិយាយអញ្ចឹងទៅអត់ទាន់ថាជំនាញអីប៉ុន្មានទេចឹងខុសឆ្គងអីសូមកុំប្រកែប្រកាន់ណាចុះវីដេអូហ្នឹងគឺមានអីទេគេញ៉ាំសំជ្រូកយប់បន្តិចឡើងហ្នឹងក៏ឃ្លានអញ្ចឹងហើយក៏ញ៉ាំថែមសំជ្រូកនឹងទៀតទៅពួកខ្ញុំជំនាញក្នុងការញ៉ាំដែរមានលុបដូចជ្រូកអីអូខេអរគុណបងប្អូនបាយ